ចក្រវាលធំប៉ុណ្ណាវាស់ប្រវែងខ្លីៗគេយកម៉ែត្រយកគីឡូម៉ែត្រប៉ុន្តែដើម្បីវាស់ប្រវែងឬវាស់ចម្ងាយឆ្ងាយរាប់សែនរាប់លានរាប់កោតគីឡូម៉ែត្រគេមិនយកម៉ែត្រទៅវាស់ទេសប្តាហ៍ថ្ងៃនេះតារាវិទូគេយកពន្លឺទៅវាស់ទើបបានរហ័សហើយបានឆ្ងាយផងគេដឹងថាពន្លឺមានល្បឿន30,000 គីឡូម៉ែត្រក្នុង1វិនាទីគឺថាក្នុង1ឆ្នាំពន្លឺវារត់បានប្រហែល10លានគីឡូម៉ែត្រអ្នកតារាវិទូគេយករង្វាស់នេះសម្រាប់វាស់ហើយគេដាក់ឈ្មោះថាឆ្នាំពន្លឺព្រះអាទិត្យគឺជាលោកធាតុមួយយ៉ាងធំជាងគេបង្អស់នៅក្នុងមហាគ្រួសារផ្កាយព្រះគ្រូរបស់យើងផែនដីជាផ្កាយព្រះគ្រូមួយមហាគ្រួសារព្រះអាទិត្យគេហៅថាប្រព័ន្ធព្រះអាទិត្យរួមមានព្រះអាទិត្យនៅចំកណ្ដាលនិងផ្កាយព្រះគ្រូ9ទៀតវិលជុំវិញដែលហៅថាសេតវិថីផ្លូវសគឺជាប្រព័ន្ធវងផ្កាយមួយដែលរួមមានផ្កាយរាប់ច្រើនលានពេលយប់មេស្រឡះគេឃើញសព្រាលយ៉ាងវែងសេតវិថីដែលផែនដីយើងរួមមាននៅក្នុងនោះដែរនោះបន្ទាត់ពុះទទឹងវាមានប្រវែង10,000 ឆ្នាំពន្លឺប្រព័ន្ធព្រះអាទិត្យរបស់យើងនេះស្ថិតនៅចម្ងាយ30,000 ឆ្នាំពន្លឺពីសេតវិថីមួយរួមមានប្រព័ន្ធព្រះអាទិត្យជាច្រើនព្រះអាទិត្យក៏ដូចជាផ្កាយមានពន្លឺដៅដទៃទៀតដែរលោកធាតុទាំងនេះវាវិលជុំវិញសេតវិថីកណ្ដាលព្រះអាទិត្យយើងវិលជុំវិញសេតវិថីកណ្ដាលអស់រយៈពេល185ទៅ200លានឆ្នាំនៅដែនដីយើងក្រៅអំពីសេតវិថីរបស់យើងនៅមានរាប់មិនអស់សេតវិថីដទៃទៀតនៅក្នុងចក្រវាលសេតវិថីមួយដែលនៅជិតសេតវិថីរបស់យើងបំផុតមានចម្ងាយ750,000 ឆ្នាំពន្លឺហើយមានបន្ទាត់ពុះប្រវែង50,000 ឆ្នាំពន្លឺកែវឆ្លុះដែលតារាវិទូប្រើប្រាស់សប្តាហ៍សម្រាប់ឆ្លុះមើលតារានានាក្នុងចក្រវាលបានមិនអស់ទេកែវឆ្លុះនោះអាចរត់បានពីផែនដីយើងទៅតំបន់មួយដែលមានចម្ងាយតែ500លានឆ្នាំពន្លឺប៉ុណ្ណោះគឺមានចម្ងាយ5000 កោតគីឡូម៉ែត្រដូច្នេះតើយើងយល់ថាចក្រវាលវាមានទំហំធំប៉ុណ្ណាទៅមេទុនសាយហេតុអ្វីក៏មានពេលខ្លះស៊ីសាច់កូនបើទុនសាយចិត្តដល់ពេលសម្រាលកូនវាខិតខំប្រុងប្រៀបរៀបចំលក្ខណៈសំរុំឲ្យកូនយ៉ាងយកចិត្តទុកដាក់សូម្បីតែរោមដែលដោះជាប់នឹងខ្លួនមេនោះក៏វាបោចរោមយកមកធ្វើជាកម្រាលសម្រាប់កូនវាដែរប៉ុន្តែក្នុងពេលវេលាសម្រាប់កូនហើយសុខភាពវាត្រូវអន់ថយខ្លាំងអស់កម្លាំងវឹងល្វើយស្រេកទឹកខ្លាំងស្ងួតមាត់ស្កាត់អណ្ដាតក្នុងករណីនេះបើគ្មានទឹកគ្រប់គ្រាន់សម្រាប់ឲ្យវិភពទេមេទន្សាយអាចខំកូនសម្លាប់ដើម្បីបឺតយកឈាមកូនឬមួយក៏មេទន្សាយមានកូនច្រើនពេកខ្វះទឹកដោះឲ្យកូនបៅមេទន្សាយអាចខំកូនសម្លាប់បានដែរជាពិសេសគឺនៅពេលដែលទន្សាយដែលទៅនឹងសម្រាលកូនរួចគេមិនត្រូវនាំគ្នាឈូឆរទៅមើលភ្លាមឬធ្វើក្ដុងក្ដាំងចិត្តត្រង់វិទេនាំឲ្យមេទន្សាយភ័យបោះបង់កូនចោលមិនឲ្យកូនបៅឬខំកូនសម្លាប់ឡាកូនទន្សាយរបស់មេផ្សេងចូលមកលេីឡំអាចមេទន្សាយផ្សេងខំងាប់ព្រោះហេតុនេះគេត្រូវរៀបចំឲ្យមេទន្សាយចិត្តសម្រាលកូននៅស្មៅស្ងួតឲ្យស្អាតហើយទន់ផឹកទឹកឲ្យគ្រប់គ្រាន់សម្បុកត្រូវដាក់នៅកន្លែងស្ងាត់ស្ងៀមធ្វើបែបនេះមិនសូវមានរឿង
មេទុនសាយខាំកូនទេចំពោះមេទុនសាយដែលធ្លាប់តែស៊ីសាច់កូនច្រើនដងមកហើយត្រូវបំបត្តិវាចោលទៅពីព្រោះរឿងមេទុនសាយស៊ីសាច់កូននេះវាមិនមែនជារឿងធម្មតាទេមេទុនសាយស៊ីសាច់កូននៅវាខូចចរិតទៅហើយសត្វជន្លេងចេះច្រៀងឬទេតើវាមានភ្នែកមានត្រចៀកឬទេគេច្រើននិយាយថាសត្វជន្លេងចេះច្រៀងសូម្បីតែអ្នកកវីចំនួនដើមក៏បានពិពណ៌នាអំពីសម្លេងរបស់សត្វជន្លេងស្រែកនេះដែរការពិតជន្លេងគ្មានប្រដាប់សម្រាប់បញ្ចេញសម្លេងឲ្យឮឬទេវាមិនចេះស្រែកច្រៀងអ្វីទេឬសូរសម្លេងស្រែកក្នុងរូងជន្លេងនោះគឺជាចង្រិតឬសត្វល្អិតផ្សេងអ្វីដែលវាចេះស្រែករស់នៅក្នុងនោះទៅវិញទេជន្លេងក៏គ្មានត្រចៀកដែរវាជាសត្វថ្លង់មួយប៉ុន្តែបើយើងគោះរបស់អ្វីដែលនៅជិតកន្លែងជន្លេងវាដេកនោះគឺវាមានប្រតិកម្មភ្លាមការដឹងខ្លួនរបស់ជន្លេងនោះវាកើតឡើងមកអំពីកោសិកានៃកាយវិញ្ញាណក្នុងស្បែកវាមានការវិវត្តរីកចម្រើនល្អកោសិកាកាយវិញ្ញាណរបស់ជន្លេងច្រើនប្រមូលផ្ដុំនៅមួយកន្លែងហើយនាំឲ្យស្បែកត្រង់កន្លែងនោះពុះឡើងបណ្ដាស្បែកពុះទល់ឡើងតូចនោះច្រើនមាននៅពុះនិងសងខាងពុះម្លោះហើយបានជាវារហ័សដឹងកាលណាមានចលនារង្គើអ្វីបន្តិចបន្តួចកើតឡើងសត្វជន្លេងគ្មានភ្នែកសម្រាប់មើលទេតែវាអាចដឹងបាននៅពន្លឺនិងងងឹតបើយើងចាប់ជន្លេងដាក់ក្នុងប្រអប់មួយបិទឲ្យជិតងងឹតស្លុងតែចោះប្រហោងតូចមួយពី3ម៉ោងក្រោយមកគេឃើញជន្លេងវាលូនចេញមកតាមប្រហោងនោះបានជាជន្លេងវាដឹងប្រហោងមកអំពីនៅជុំវិញខ្លួនវាមានកោសិកាដេញពន្លឺជាពិសេសនៅជុំវិញមាត់និងក្បាលវាម្ល៉េះហើយបានជាវាដឹងបាននៅពន្លឺនិងងងឹតនិយាយសង្ខេបមកជន្លេងជាសត្វចលនាពេលយប់ដូច្នេះវាមិនចូលចិត្តពន្លឺទេ